xongធ្វើការបង្ហាញអំពីការវេលុយទៅប្រទេសកម្ពុជាទៅខ្មែរបាទអញ្ចឹងបងប្អូនពីការវេលុយទៅខ្មែរតាមរយៈហើយយើងភ្ជាប់ធនាគារ KB និងខ្មែរយើងផ្ញើពី KB នៅកូរ៉េទៅ KB នៅខ្មែរណាបាទយើងភ្ជាប់ហើយអញ្ចឹងបងប្អូនដែលគាត់ភ្ជាប់ដូចខ្ញុំដែលភ្ជាប់ពី KB នៅកូរ៉េទៅ KB នៅខ្មែរហើយពី KB នៅខ្មែរទៅអូតូទៅអេសេដាអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពីរបៀបវេលុយទៅខ្មែរតាមរយៈទូរស័ព្ទដៃខ្ញុំចុចចូលធនាគារមកខ្ញុំវាយលេខកូដចូល app របស់យើងណាយើងវាយមកបងប្អូនវាយទៅវាយទៅបាទវាយយ៉ាងហើយចូលទៅហើយបាទឈ្មោះដូចតែយើងប៉ុណ្នេះណាចឹងបងប្អូនឡើងនេះបងប្អូនចូល rank 3ខាងលើនេះចុន share menu ចុចហ្នឹងហើយយើងយកពាក្យនេះ refund បានចូលពាក្យណាមកយកពាក្យថា Heavy សង្គម Heavy សង្គមមកចុចខាងទៀត Heavy សង្គមពណ៌គេមកចុចហ្នឹងហើយបងប្អូនចុចឡើងត្រង់ជ្រុងនេះគ្លិកមកអូសឡើងទៅលើយកពាក្យថា Heavy សង្គមហាគេមកដល់ហើយនេះហើយបងប្អូនដែលធ្លាប់ទៅភ្ជាប់បងប្អូនក៏ជាមាននឹងវេនៅធនាគារម្ដងទៅវេនៅធនាគារម្ដងទៅយើងនឹងជាប់ដូចខ្ញុំចេះជាប់នឹងពាក្យថា3ខែចុះវេ6ខែចុះវេ12ខែចុះវេតែយើងផ្ញើក្នុងចន្លោះ3ខែយើងចុច3ខែទៅក្នុង6ខែចុច6ខែទៅខ្ញុំទៅផ្ញើខែមុនអញ្ចឹងវាចេញឈ្មោះមកអញ្ចឹងណាបាទដល់ពេលចេញយើងក៏ចុចលេខឈ្មោះហ្នឹងមកយើងផ្ញើទៅលេខកង់ដដែលហ្នឹងណាខ្ញុំចុចពាក្យថាសង្គមហាគេនេះចេញមកណាបងប្អូនសង្គមហាគេនៅកន្លែងនេះយើងបំពេញតាមមួយចំណុចទេគឺលេខទូរស័ព្ទខាងចុងណាបងប្អូន4ខ្ទង់តើមកចុចអីទៅចុចកន្លែងណាខែចាខំជឹងចុចពាក្យហ្នឹងមកបើតើពីចុចពាក្យហ្នឹងហើយយើងចុចពាក្យថាថើមបាទដល់ពេលកន្លែងនេះវាចាញ់ចាំមកយើងពាក្យថា Go in គំយកសង្គមតើមកវាចាញ់ចេះចឹងដូរហើយនេះដូរប្រទេសមកបងប្អូនដាក់ប្រទេសកម្ពុជាមកកម្ពុជាតើមកចុចពាក្យថា hack in ហើយកន្លែងនេះបងប្អូនយកនេះផាត់នឹង4 ពុតតាមនេះយើងចុចកន្លែងចំណូលដុល្លារយើងចង់ផ្ញើទៅប្រទេសកម្ពុជាចង់ផ្ញើប្រមាណ300ចាឧទាហរណ៍ចង់ផ្ញើ300ហើយនេះលេខកូដសម្ងាត់ខែចាប៉ុនហូរបស់យើងតែមិនហ្នឹងសុំមកហាយបាទយ៉ាងម៉េចចឹងហើយចុចពាក្យថាឈួលគឹមគំណែកកែសានហាគេនេះវាចេញអត្រាការប្រាក់ថ្ងៃហ្នឹងគឺ12.08.8គុតហើយលើយើងផ្ញើ300ហ្នឹងវា36ហ្នឹង2640វ៉ុនហើយថ្លៃកាត់អស់5000តទៅពីហ្នឹងមកបងប្អូនចុច hack in បងប្អូនចុច hack in នេះចេញឈ្មោះយើងមកហើយនឹងលេខកង់នៅប្រទេសកម្ពុជាចំនួនដូច300ដូចជាកូរ៉េប៉ុណ្ណេះកាត់ថ្លៃសេវាប៉ុណ្ណេះហ្នឹងហើយសរុបលុយយើងណាអញ្ចឹងណាហើយចាញ់អានេះដោយសារខ្ញុំផ្ញើ2ដងវាចេញអញ្ចឹងបើយើងទៅផ្ញើតែម្ដងទេវាចេញអញ្ចឹងចុចទៅ hack in មកហ្នឹងហើយមកកន្លែងហ្នឹងណាដល់ពេលនេះគឺចប់ហើយបងប្អូនអត់មានអីពិបាកទេដល់ចំណុចនេះយើងចុចទៅពាក្យ hack in មកយើងវាយលេខ Gmail ប៉ុនហូបរបស់យើងទៅវានឹងនេះឲ្យហើយចំពោះយើងផ្ញើ2ដងយើងចុចកន្លែងនេះហើយហ្នឹងចុច hack in ទៅខាងក្រុមហ៊ុនគេនឹងទេមកយើងប្រាប់យើងហើយយើងចង់បន្តយើងចុចពាក្យតាមគេនិយាយហ្នឹងទៅចុចលេខ1តាមគេលេខ2តាមគេទៅបាទហ្នឹងហើយចប់ហើយបងប្អូនមានតែប៉ុណ្្នឹងទេស្រួលមែនតើយើងមិនចាំបាច់តាមទៅធនាគារទេយើងចុចទៅពាក្យ hack in ហ្នឹងទៅយើងវាយលេខ password ទៅគឺកាត់អូតូផ្ញើទៅប្រទេសកម្ពុជាបាត់ទៅហើយយើងអត់ចាំបាច់ចំណាយពេលទៅផ្សារទៅទូដើម្បីវេលុយនោះទេបាទវីដេអូខ្ញុំសូមចប់ដល់ប៉ុណ្ណេះហើយសូមអរគុណជំរាបលាបងប្អូនបាយបាយ